រឿងដែល trader ដៃថ្មីពីច្រើនពួកគាត់យល់ច្រឡំនៅក្នុងវិស័យ trading industry អូខេមកដល់ចំណុចនេះទាំងអស់គ្នាធ្លាប់ឮគេនិយាយទេថាទាំងអស់គ្នាចង់បានចំនួនរបស់ position ឬក៏ចង់បានគុណភាពរបស់ position ពាក្យពីរនេះគឺផ្សេងគ្នាសូមទាំងអស់គ្នាធ្វើការបែងចែកវាឲ្យដាច់ខ្ញុំចែករំលែករឿងខ្លីមួយទៅកាន់ទាំងអស់គ្នាប្រសិនបើនិយាយសួរស្ដាប់ខ្ញុំបានបង្រៀនច្រើនមែនទែនហើយយើងក៏បានជួបនឹងបុគ្គលច្រើនមែនទែននៅក្នុងវិស័យ training industry ហើយខ្ញុំទទួលបានប្រមាណសំណួរដដែលដែលបងប្អូនដៃថ្មីយើងតែងតែសួរថាបងអីយុទ្ធសាស្ត្របងមួយថ្ងៃជួញដូរបានប្រមាណ position នេះចឹងទៅសំណួរនេះអាចថាខ្ញុំពិបាកឆ្លើយហើយប្រសិនបើសួរខ្ញុំជាអាទិត្យខ្ញុំគិតថាខ្ញុំអាចនឹងស្រួលនិយាយគ្នាជាងមួយអាទិត្យអស់ច្រើនហើយអាចថាបាន3ឬក៏4ឬក៏5 set up អីចឹងទៅខ្ញុំឆ្លើយទៅប្រាប់គាត់អញ្ចឹងហើយជាក់ស្ដែងចម្លើយដែលខ្ញុំទទួលបានគាត់និយាយថារៀងពិបាកដែរអញ្ចឹងហើយគាត់ចង់រក position ឬក៏ចង់រកយុទ្ធសាស្ត្រណាដែលអាចធ្វើឲ្យគាត់មានឱកាសជួញដូរបានរាល់ថ្ងៃអីចឹងទៅទាំងអស់គ្នាគិតខុសហើយខ្ញុំជឿថាបងប្អូនយើងនៅក្នុងវិស័យ trading industry អ្វីដែលទាំងអស់គ្នាចង់បានបំផុតមិនមែន position ទេគឺប្រាក់ចំណេញមិនអញ្ចឹងហើយទាំងអស់គ្នាជួញដូរនៅក្នុងទីផ្សារទាំងអស់គ្នាត្រូវដឹងថា condition របស់ទីផ្សារមិនមែនថាផ្សារឲ្យទាំងអស់គ្នាធ្វើការជួញដូររាល់ថ្ងៃទេពេលខ្លះផ្សារក៏បង្កើត rank ពេលខ្លះផ្សារក៏បង្កើត liquidity ខ្លាំងពេកធ្វើឲ្យពិបាកទៅដល់ការជួញដូររបស់ទាំងអស់គ្នាអញ្ចឹងរូបភាពនេះអ្វីដែលទាំងអស់គ្នាត្រូវដឹងគឺគ្មានទេយុទ្ធសាស្ត្រដែលអាចធ្វើឲ្យទាំងអស់គ្នាមានឱកាសនៅក្នុងការជួញដូរបានរាល់ថ្ងៃគឺគ្មានទេសូមបញ្ឈប់ផ្នត់គំនិតហ្នឹងទៅហើយខ្ញុំនិយាយនេះទាំងអស់គ្នាអាចនឹងខឹងខ្ញុំអូខេខឹងចុះព្រោះចាស់ស្ដែងវាគឺជាការពិតវាការពិតវាអញ្ចឹងមែនគ្មានទេយុទ្ធសាស្ត្រណាដែលអាចធ្វើឲ្យទាំងអស់គ្នាមានឱកាសជួញដូររាល់ថ្ងៃហើយរឿងមួយទៀតដែលទាំងអស់គ្នាត្រូវដឹងថារវាងគុណភាពរបស់ position និងចំនួនរបស់ position វាគឺជារឿងពីរផ្សេងគ្នាមនុស្សភាគច្រើនគិតថាធ្វើយ៉ាងណាឲ្យតែមានឱកាសនៅក្នុងការជួញដូរក្នុងទីផ្សារប្រសិនបើអត់បានជួញដូរមួយថ្ងៃហ្នឹងទេមានអារម្មណ៍ដូចក្តៅខ្លួនទេថាអីចឹងទៅអូខេអធិស្ឋានផងអញ្ចឹងរូបភាពនេះអ្វីដែលខ្ញុំចង់ដាស់តឿនទាំងអស់គ្នាគឺកុំផ្ដោតសំខាន់ទៅលើចំនួនរបស់ position ទាំងអស់គ្នាគួរណាស់តែក្រឡេកទៅគុណភាពរបស់ position ធ្វើយ៉ាងណាសំណួរសួរថាប្រសិនបើយុទ្ធសាស្ត្រដែលទាំងអស់គ្នាប្រើមិនទាន់មានភ្លើង Q សម្រាប់ការជួញដូរហើយសំណួរសួរថាទាំងអស់គ្នាគូ force ខ្លួនឯងឲ្យរក position ឬក៏យ៉ាងម៉េចអញ្ចឹងរូបភាពនេះវាអាចជាកត្តាអាចឲ្យទាំងអស់គ្នាមាន emotion ឬមួយក៏ FOMO ដែលអត់ដឹងខ្លួនដែលហេតុថាទាំងអស់គ្នាព្យាយាម force ខ្លួនឯងដើម្បីធ្វើយ៉ាងណារក position ឲ្យបានសម្រាប់ការជួញដូរទាំងដែលយុទ្ធសាស្ត្ររបស់ទាំងអស់គ្នាមិនទាន់បង្ហាញសញ្ញាភ្លើង Q សម្រាប់ទាំងអស់គ្នានៅក្នុងការជួញដូរអញ្ចឹងពេលខ្លះកត្តាតិចដែលទាំងអស់គ្នាគិតវាអាចប៉ះពាល់ទៅដល់ capital ដ៏ធំរបស់ទាំងអស់គ្នាក៏ថាបានដែរអារឿងហ្នឹងគឺវាអញ្ចឹងសរុបមកសម្រាប់វីដេអូនេះអត់មានអីច្រើនទេគ្រាន់តែជាសារចែករំលែកខ្លីៗជូនទៅកាន់ទាំងអស់គ្នាថាគុណភាពនៅតែល្អជាងចំនួនអរគុណ